នៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រដំបូងពួកគេនឹងចូលទៅកាន់ welcome page explore page ប្រើសម្រាប់បង្កើត user ដើម្បីស្វែងរករូបភាពមួយចំនួនដោយមិនចាំបាច់បង្កើតគណនីអ្នកប្រើប្រាស់អាចបង្កើតគណនីដោយប្រើ Facebook Google ឬ email ផ្ទាល់ខ្លួនរបស់ពួកគេបន្ទាប់ពីអ្នកប្រើប្រាស់បានបង្កើតគណនីរួចពួកគេនឹងចូលមកកាន់ home page ដែលអាច search ឬក៏ប្រើប្រាស់ chatbot បានបន្ទាប់ពីរូបភាពណាមួយត្រូវបានចុចពួកគេអាច like share ឬក៏ទាញយករូបភាពនោះបានចំពោះបៃតង cell អ្នកប្រើប្រាស់អាចបង្កើត collection ទៅតាមផ្នែកដែលពួកគេចង់បានលើសពីនេះទៅទៀតអ្នកប្រើប្រាស់អាចមើលឃើញរូបភាពស្រដៀងទៅនឹងរូបភាពដែលពួកគេបានចុចអ្នកប្រើប្រាស់អាចចូលទៅមើលរូបភាពដែលពួកគេបានរក្សាទុកឬ like នៅក្នុង library page អ្នកប្រើប្រាស់អាចចូលទៅមើលកែឬចែករំលែកប្រវត្តិរូបរបស់ពួកគេបានដោយចុចទៅលើរូប profile page